សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាកាលពីវីដេអូមុនយើងបាននិយាយអំពីប្រវត្តិរឿងរ៉ាវនៅស្រុកបាភ្នំដែលតាក់ទងទៅនឹងរឿងទុំទាវប៉ុន្តែបង្វែរអារម្មណ៍មកក្នុងថ្ងៃនេះគឺយើងនិយាយអំពីស្រុកបាភ្នំដដែលប៉ុន្តែតាក់ទងទៅនឹងរឿងមួយទៀតដែលផ្អែកលើឯកសារដែលបានដកស្រង់ចេញពីសៀវភៅប្រវត្តិស្រុកបាភ្នំផ្ទាល់តែម្ដងគេបានឲ្យដឹងថានៅសម័យនគរភ្នំមានកំឡោះម្នាក់ឈ្មោះគិរីផលដែលមានឪពុកជាមេតបហើយមានងារជាដេជោមានន័យថាឪពុកនឹងមានងារធំដែលជាដេជោហើយម្ដាយឈ្មោះរតនៈដែលរស់នៅស្រុកបាភ្នំហ្នឹងហើយកាលនោះនគរភ្នំបានចងសម្ព័ន្ធភាពការទូតជាមួយនឹងប្រទេសក្រិចក្នុងពេលកំឡោះគិរីផលពេញវ័យវឌ្ឍនាការក៏ត្រូវបានព្រះរាជានគរភ្នំបញ្ជូនឲ្យទៅរៀនយុទ្ធសាស្ត្រសិលវិជ្ជានៅប្រទេសក្រិចជាមួយបរិសុទ្ធខ្មែរម្នាក់ទៀតគេអត់ប្រហែលឈ្មោះទេគេគាត់ថាប្រាប់ថាទៅរៀនជាមួយនឹងបរិសុទ្ធខ្មែរម្នាក់ទៀតដែលខ្លាំងពូកែនៅក្នុងនគរនោះនាសម័យនោះនៅឯប្រទេសក្រិចកំឡោះគិរីផលក៏បានជួបនឹងនារីម្នាក់ឈ្មោះមេសហើយគេដឹងថានារីម្នាក់ដែលឈ្មោះមេសហ្នឹងគឺជាកូនស្រីមេតបរបស់ប្រទេសក្រិចនឹងទៀតផងលុះរយៈពេល7ឆ្នាំការសិក្សាបានបញ្ចប់តែព្រះរាជាក្រិចមិនអនុញ្ញាតឲ្យបរិសុទ្ធឈ្មោះគិរីផលហ្នឹងមកនគរវិញទេហើយព្រមទាំងតែងតាំងជាមេតបប្រចាំប្រទេសក្រិចនឹងទៀតផងហើយក្រោយមកមេតបគិរីផលបានរៀបការជាមួយនឹងកញ្ញាមេសរួមរស់ជាមួយគ្នាបានកូនប្រុសម្នាក់ឈ្មោះគិរីជូតនេះអំឡុងពេលនគរភ្នំមានចម្បាំងជាមួយនឹងនគរចម្ប៉ាហើយដំណឹងនេះក៏បានលើដល់មេតបគិរីផលក៏បានរត់គេចខ្លួនតែម្នាក់ឯងមកកាន់នគរភ្នំវិញលុះរាជាក្រិចដឹងរឿងនេះមានការខឹងសម្បារយ៉ាងខ្លាំងនិងបានចេញបញ្ជាឲ្យយកហឹបសម្រាប់កាត់ក្បាលគិរីផលបន្ទាប់មកនាងមេសនិងកូនប្រុសក៏បានមកដល់នគរភ្នំដែរតែមើលទៅហាក់ដូចជាយឺតពេលទៅហើយព្រោះមេតបគិរីផលបានសុកចិត្តឲ្យគេកាត់ក្បាលដាក់ក្នុងហឹបដើម្បីជាធ្នូមិនប្រកាសសង្គ្រាមជាមួយប្រទេសក្រិចឡើយហើយដំណើររឿងក៏បានឲ្យដឹងទៀតថានៅពេលដែលនាងមេសឃើញសពប្តីអត់ក្បាលបែបហ្នឹងហើយនៅពេលនោះក៏ចៃដន្យមានព្រានព្រៃមួយក្រុមទើបនឹងបាញ់បានកូនដំរីមួយហើយនាងក៏សូមកាត់ក្បាលកូនដំរីនឹងយកមកតបជាប់ជាមួយនឹងខ្លួនប្តីក្រោយមកមេតបគិរីផលក៏បានដឹងខ្លួនឡើងវិញគឺបានត្រឹមតែប្រើវិការងូកក្បាលចឹងទេព្រោះថាដោយសារតែខ្លួនមានក្បាលជាដំរីនិយាយមិនកើតអស់រយៈកាលជាច្រើនឆ្នាំក្រោយមកពេលដែលអ្នកទាំង3ស្លាប់អស់ទៅព្រះរាជានគរភ្នំក៏ចាត់ឲ្យគេសាងប្រាង្គមួយនៅលើទីទួលខ្ពស់ត្រដែតសម្រាប់តម្កល់រូបសំណាក់អ្នកទាំង3រួមទាំងឪពុកម្ដាយរបស់លោកមេតបគិរីផលផងដែរសម្រាប់រំលឹកធ្វើបុណ្យនិងក្លាយជាតំបន់ទេសចរទាក់ទាញរហូតមកដល់សព្វថ្ងៃនេះជាចុងក្រោយសម្រាប់វីដេអូមួយនេះក៏សូមអរព្រះគុណនិងសូមអរគុណខ្លាំងមែនទែនសម្រាប់ការតាមដានទស្សនាវីដេអូនេះពីដើមរហូតមកដល់ចប់